ជំរាបសួរលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាខ្ញុំបានឈ្មោះឌីណាលីហេងមកក្រុម IU5 ថ្ងៃនេះមកនិយាយអំពី command មួយចំនួនដើម្បីគ្រប់គ្រងទៅលើ hardware នៅក្នុង Linux អញ្ចឹងដំបូងឡើយយើងត្រូវការឆែកនៅ IP ដើម្បីភ្ជាប់ជាមួយនឹង SSH នៅ PowerShell អុយ just password.com អូខេឥឡូវយើងបានភ្ជាប់វាហើយអញ្ចឹងនៅពេលដែលវាជាប់ហើយយើងធ្វើការឆែកដំបូងគឺឆែកជាមួយនឹង command ឆែកជាមួយនឹង CPU lscpu ដើម្បីមើលនៅព័ត៌មានរបស់ CPU ច្រឡំបញ្ចុចដល់ចុចនេះចឹងនេះគឺជាព័ត៌មានរបស់ CPU របស់យើងតបមកទៀតយើងធ្វើការ install នៅdesktop monitor sudo apt install htop យើងធ្វើការ install តមកទៀតយើងធ្វើការ check ថា install របស់យើងគេយើងឃើញថាវា install ហើយយើង control C ដើម្បីបិទវាវិញតមកទៀតយើងធ្វើការ check ទៅនៅ RAM យើងប្រើ command free.shape យើង check ជាមួយនឹង disk ម្ដងប្រើ command df.8 ដើម្បី check ជាមួយនឹង disk ហើយធ្វើការ check នៅ disk device របស់យើងជាមួយនឹង command lsblk ហើយបន្តមកទៀតយើងឆែកយើងអាចធ្វើការឆែកជាមួយនឹង process របស់យើងតាមរយៈ command ps aux ទាំងអស់នេះគឺជា process ហើយយើងអាចធ្វើការ kill វាបានដែលយើងអាចប្រើ command kill ដក9ដើម្បីធ្វើការ force វាដើម្បីវា kill នៅអាមួយណាមួយចឹងបើខ្ញុំចង់ kill នៅអាមួយនេះអូខេចាំថា operation របស់វាnot permitted ទៀតហើយចឹងតមកទៀតខ្ញុំប្រើ command whoami ដើម្បីឆែកជាខ្ញុំplus sudo ខ្ញុំធ្វើការ shut down ដោយប្រើ commandអូខេចឹងវាធ្វើការបិទបាត់ទៅហើយគឺចប់បិទវាធ្វើការបិទនៅ limit របស់យើងធ្វើការ ping របស់វាមកExit